នៅលើមេឃមានសង្គ្រាមមួយដែលការគ្រប់គ្រងដែនអាកាសគឺជាចំណុចស្លាប់រស់បើសិនបើនៅលើមេឃមិនមានសមត្ថភាពប្រទេសរបស់អ្នកក៏គ្មានសន្តិសុខដែរវាមិនមែនជាសង្គ្រាមរថក្រោះមិនមែនជាសង្គ្រាមទាហានជើងគោកប៉ុន្តែជាសង្គ្រាមរវាងដ្រូនយន្តហោះនិងមីស៊ីលហើយនៅកណ្ដាលសង្គ្រាមនោះមានប្រព័ន្ធអាវុធមួយដែលមានប្រទេសជាច្រើនខ្លាចនិងមានប្រទេសជាច្រើនចង់បាននោះគឺប្រព័ន្ធមីស៊ីលការពារអាកាស S400 មុននឹងយើងនិយាយអំពី S400 យើងត្រូវយល់ជាមុនថាប្រព័ន្ធការពារអាកាសមានន័យដូចម្តេចប្រព័ន្ធការពារអាកាសគឺជាបណ្ដាញអាវុធរ៉ាដានិងប្រព័ន្ធបញ្ជាដែលមានភារកិច្ចរកឃើញតាមដាននិងបំផ្លាញគ្រោះថ្នាក់ពីលើអាកាសគ្រោះថ្នាក់នោះអាចជាយន្តហោះចម្បាំងមីស៊ីលដ្រូនឬសូម្បីតែគ្រាប់រ៉ុកែតនៅសម័យសង្គ្រាមទំនើបប្រទេសណាដែលគ្មានការការពារដែនអាកាសប្រទេសនោះនឹងគ្មានអធិបតេយ្យរបស់ខ្លួននៅលើមេឃឡើយប្រព័ន្ធ S400 ត្រាំត្រូវបានអភិវឌ្ឍដោយរុស្ស៊ីបន្ទាប់ពីបទពិសោធន៍យូរឆ្នាំពីសង្គ្រាមត្រជាក់និងការប្រកួតប្រជែងជាមួយ NATO វាជាការបន្តពី S300 ប៉ុន្តែមានសមត្ថភាពខ្ពស់ជាងឆ្លាតជាងនិងមានការគំរាមកំហែងខ្លាំងជាងរុស្ស៊ីបានរចនាវាមិនត្រឹមតែសម្រាប់ការពារប៉ុន្តែសម្រាប់រារាំងមហាអំណាចអាកាសរបស់សត្រូវ S400 មិនមែនជាមីស៊ីលតែមួយគ្រាប់ទេវាជាប្រព័ន្ធទាំងមូលវាមានរ៉ាដាររកឃើញចម្ងាយឆ្ងាយប្រព័ន្ធបញ្ជានិងវិភាគយានបាញ់មីស៊ីលនិងមីស៊ីលច្រើនប្រភេទរ៉ាដារបស់ S400 អាចរកឃើញគោលដៅនៅចម្ងាយរាប់រយគីឡូម៉ែត្រសូម្បីតែគោលដៅហោះទាបឬមានបច្ចេកវិទ្យាលាក់ខ្លួនបន្ទាប់មកប្រព័ន្ធបញ្ជានឹងវាយតម្លៃថាគោលដៅណាអាសន្នជាងគេហើយជ្រើសរើសយកមីស៊ីលសមស្របដើម្បីទប់ស្កាត់វា S400 មានអត្ថប្រយោជន៍មួយដ៏សំខាន់គឺវាអាចប្រើមីស៊ីលច្រើនប្រភេទក្នុងប្រព័ន្ធតែមួយមីស៊ីលខ្លះសម្រាប់គោលដៅចម្ងាយឆ្ងាយដូចជាយន្តហោះបម្រើការយុទ្ធសាស្ត្រមីស៊ីលខ្លះសម្រាប់គោលដៅចម្ងាយមធ្យមដូចជាយន្តហោះចម្បាំងមីស៊ីលខ្លះទៀតសម្រាប់ការពារចិត្តទប់ស្កាត់ដ្រូនឬមីស៊ីលដែលចូលមកលឿននេះធ្វើឲ្យ S400 អាចបង្កើតស្រទាប់ការពារច្រើនជាន់ជុំវិញទីក្រុងមូលដ្ឋានយោធាឬហេដ្ឋារចនាសម្ព័ន្ធសំខាន់មូលហេតុដែល S400 ធ្វើឲ្យប្រទេសជាច្រើនព្រួយបារម្ភគឺវាអាចបង្ខំឲ្យសត្រូវគិតឡើងវិញមុននឹងហោះចូលប្រសិនបើប្រទេសមួយដាក់ S400 នៅជុំវិញទីក្រុងធំវាអាចបង្កើតតំបន់យន្តហោះសត្រូវដែលមិនចង់ចូលឬមិនអាចចូលងាយសំណួរដ៏ធំមួយគឺតើ S400 អាចរកឃើញយន្តហោះបំបាំងកាយដូចជា S35 ឬ B2 ដែរឬទេចម្លើយគឺមិនមានប្រព័ន្ធណាមួយល្អឥតខ្ចោះឡើយ S400 អាចរកឃើញសញ្ញាខ្លះឬចលនាខ្លះប៉ុន្តែបច្ចេកវិទ្យាបំបាំងកាយត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការរកឃើញផងដែរដូច្នេះមិនមានការប្រកួតរវាងអាវុធមួយនិងអាវុធមួយទេប៉ុន្តែជាការប្រកួតរវាងបច្ចេកវិទ្យានិងយុទ្ធសាស្ត្ររុស្ស៊ីមិនមែនជាប្រទេសតែមួយដែលប្រើ S400 ទេប្រទេសជាច្រើនបានទិញនិងចាប់អារម្មណ៍លើប្រព័ន្ធនេះដើម្បីការពារអធិបតេយ្យរបស់ខ្លួនការទិញ S400 មិនមែនជាការសម្រេចចិត្តយោធាប៉ុណ្ណោះទេប៉ុន្តែជាការសម្រេចចិត្តនយោបាយនិងភូមិសាស្ត្រនយោបាយផងដែរនៅក្នុងពេលអនាគតការការពារអាកាសនឹងមិនមានត្រឹមតែមីស៊ីលនិងរ៉ាដាទេវានឹងរួមបញ្ចូល AI និងប្រព័ន្ធអេឡិចត្រូនិកនិងការតភ្ជាប់បណ្ដាញរវាងយោធាទាំងមូល S400 គ្រាន់តែជំហានមួយនៅក្នុងការប្រកួតប្រជែងអាវុធដែលមិនចេះឈប់សម្រាកនៅសម័យទំនើបអ្នកដែលគ្រប់គ្រងមេឃគឺជាអ្នកដែលមានអំណាចក្នុងសង្គ្រាម S400 មិនគ្រាន់តែជាមីស៊ីលប៉ុន្តែជាសញ្ញានៃការផ្លាស់ប្ដូរតុល្យភាពអំណាចលើមេឃពិភពលោកហើយសង្គ្រាមនៅលើមេឃនៅតែបន្តដោយគ្មានសម្លេងប៉ុន្តែមានអត្ថន័យយ៉ាងធំធេង